ក្រុមទី2ចាប់ផ្ដើមការប្រកួតនៅម៉ោង 7 យប់បាទលើវាស្មើនៃពហុកីឡដ្ឋានជាតិបាទកស្តាតអូឡ িম্প ិកបាទយើងឃើញថាកម្ពុជាបានសម្រុកនិងដាក់សម្ពាធក៏ដូចជាប៉ុនប៉ងជាច្រើនលើកច្រើនសារចំណុចនេះការបញ្ជូនរបស់ហុកសៅឌីវិផាបាយបានល្អទាត់ជើងឆ្វេងមួយតែស្រាលនឹងចំចំហរបស់អ្នកចាំទី Isabella Marisa តោះនេះការបញ្ជូនទៅទប់មួយបញ្ជូនចោះទៅបាទហើយក៏បញ្ចប់ទីបានយ៉ាងល្អនៅនាទីទី 17 បាទមួយជើងមកដល់តំបន់កណ្ដាលបញ្ជូនបន្តត្រង់នេះវិផាប្រើលបឿនរបស់ខ្លួនអ្នកចាំទីបាទត្រង់នេះគឺបាទអត់ចេញមកបាទលីបេរ៉ូដូចបាទប្រដងបាទផ្ទះស្ដាំស្អាតណាបាទអត់ទាត់ធំមុំធំអីទេបាទទាត់មុំតូចច្បាស់ចាស់តែម្ដងពីកីឡាករនីសឿនវិផាធ្វើកម្ពុជាជាម្ចាស់ផ្ទះនៅមុខ1-0បាទបាល់ជ្រុងត្រង់នេះមួយជើងតែមិនចំគោលដៅទេបាទការប៉ុនប៉ងរបស់កីឡាករនីគួមបាទទៀតទៅបាទឈរទាត់មួយជើងនេះដោយ Rebecca Grace តែមិនចំគោលដៅបន្តមកទៀតវិបុលសេរីសេដ្ឋាបញ្ជូនចូលក្នុងបាទអូយបាទទប់បាទចំណេញល្អណាស់តែការទាត់បាទគឺសង្គ្រោះបានដោយអ្នកចាំទីមួយជើងទៀតបាទក៏ត្រូវសង្គ្រោះបានជាថ្មីបាទសិដ្ឋាត្រង់នេះគេបញ្ជូនចូលក្នុងបាទ first touch ចំណេញមែនតើមកផ្ទះមុខបានតែម្ដងបាទត្រង់នេះអត់ជំហរបាទទាត់មិនបានល្អទេបាទជើងអពុយបាទសម្រាប់ហេងសុវណ្ណមុនីមួយជើងទៀតក៏បុកកីឡាករនីហើយក៏ដល់ដៃរបស់អ្នកចាំទីចោះកន្លែងនេះស្អាតណាស់តែបាទការទាត់របស់គេប៉ះជើងរបស់អ្នកចាំទីជាហ្វារីយ៉ាតាមប៉ុនប៉ងបញ្ចប់ទីរបស់ Jenny Lynn Perez បាទចូលប្រឡោះជើងដែរតែអត់ចំទីបាទកងមិនអត់ម៉ាក់ស្រីរតក៏សម្រេចចិត្តទម្លាក់ទៅដល់ក្រោមតែម្ដងជាហ្វារីយ៉ាត្រង់នេះបាទស្ទើរទៀតហើយហ្វារីយ៉ាត្រង់នេះបាទមួយជើងបាទបាល់នេះគឺអញ្ញាកណ្ដាលបាទសម្រេចផ្ដល់បាល់ទៅកម្ពុជាបាទត្រង់នេះគាត់រៀងចាំឲ្យបាល់ទៅបាទកាប់បញ្ជូនទៅដល់ជើងរបស់វិផាទាញរកប្រឡោះដើម្បីចោះទៅឬយ៉ាងណាវិផាទៅមុខទៀតឲ្យទៅសៅឌីសៅឌីសម្លឹងមើលសិនសម្រាប់ចិត្តកាត់មុខឬក៏យ៉ាងណាសៅឌី1-1សៅឌីបញ្ឆោតសិនសៅឌីទាញចូលស្ដាំសៅឌីមានឱកាសកាត់ដែរទេកាត់មុខតែចូលដៃរបស់អ្នកចាំទីអ៊ីសាបេឡាតែបាទចំជើងរបស់ស្រីឡានិមលលេងមួយប៉ះបាទទប់បាយត្រង់នេះបាទអត់បានឆែកក្រោយខ្នងឆាប់យកបានជាយាមទៅមុខបន្តទៀតដេញឆាប់យកបាល់បានវិញទប់ជើងរបស់កម្ពុជាទាញមួយផុតល្អទៅមុខទៀតសិនទៅមុខទៀតហើយក៏បញ្ជូនទៅស្លាប់ខាងស្ដាំហុកសៅឌីប្រើលបឿនរបស់ខ្លួនប្រធានក្រុមជាយាមដេញទះបាល់វែងលូកបានឬយ៉ាងណាផ្ដួលខ្លួនស្លាយបាល់បានយ៉ាងល្អពីប្រធានក្រុមរបស់គួមកីឡាករនី Aria Victory ឲ្យបន្តពីសិដ្ឋាហុកសៅឌី1-1ជាមួយនឹង Jenna សៅឌីឲ្យចូលក្នុងប្រអប់លេងមួយប៉ះដល់យន្តយ៉ានកាត់មកសៅឌីកាត់មកហើយដល់ដៃរបស់អ្នកចាំទី Isabella ពិតជាជួយបានគុនធាបាទទៅឲ្យជំនាញជើងស្ដាំពឿនគុនធាពឿនគុនធាអូយបាទមិនឲ្យក្រឡកសំបីប៉ុនបាទយើងមើលប្លង់កន្លែងនេះស្អាតណាស់បាទគុនធាទាត់កោងទៅរុញបន្តផុតបានយ៉ាងល្អគីមួយមើលមិត្តរួមក្រុមបញ្ជូនខ្សែត្រង់រីយ៉ាណាទាញចូលក្នុងវិញក្នុងឲ្យផាគាត់មកជើងឆ្វេងមិនចំគោលដៅទេគ្រប់គ្រងបាល់ដៃគួមមកលូកយកបាល់អត់បានតែបាទព្យាយាមហើយក៏លឺសំឡេងកញ្ចែបញ្ចប់ការប្រកួតបាទក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជារកបានជ័យជំនះបាទ1-0លើ